ញោមដែលចូលមករៀននៅក្នុងអឺតាមសូមអញ្ចឹងហើយនឹងតាមឡាញមិនដែរញោមមានអារម្មណ៍យ៉ាងម៉េចដែរខុសគ្នាឯងខុសណាស់ខុសគ្នាលោកចាស់ដោយរូបភាពនៃការបើកបង្ហាញនៅលើអេក្រង់ហ្នឹងអាហ្នឹងដូចគ្នាញោមណាបណ្ណាតែដល់ពេលញោមចូលមកអញ្ចឹងឃើញស្ងាត់ទេស្ងាត់ល្អអត់មានសំឡេងរំខានយើងទេណាបើបណ្ណាមានមកម្ដងមកកាលអញ្ចឹងហ្នឹងហើយមកបិទឲ្យអីចឹងទៅញោមក៏ស្ងាត់ទៅវិញអញ្ចឹងទៅមានការដែលញោមតាំងចិត្តរៀនណាញោមតាំងចិត្តរៀនព្យាយាមស្ដាប់ពាក្យបញ្យលពាក្យណែនាំអីផ្សេងឬក៏មេរៀនទាំងអស់ហ្នឹងញោមតាំងចិត្តស្ដាប់ហ្នឹងគឺស្ដាប់បានទាំងអស់តែពេលមានសំឡេងមកដោយអចេតនាអីចឹងណាបងចូលមករំខានអញ្ចឹងទៅបាត់មកពាក្យពីរពាក្យអញ្ចឹងស្ដាយណាញោមហើយដល់ពេលញោមស្ដាយទៅញោមចង់ត្រឡប់ទៅរមើលវិញអត់មានអីមើលទៀតអញ្ចឹងណាបណ្ណាដល់ពេលយើងមកនេះទី1បាន record វីដេអូបងណាបាន record វីដេអូហ្នឹងហើយញោមយកទៅរំលឹកណាហើយទី2អត់មានសំឡេងអីមករំខានអញ្ចឹងទៅញោមមានសមាធិបងក្នុងការរៀនហ្នឹងល្អចឹងសូម file compress សិនណាអត់ទាន់បាន file compress ណាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะចឹងយើងរៀនបន្តរបស់យើងញោមណានេះថ្ងៃហ្នឹងរៀនណាញោមណាដោយសារពីម្សិលមិញហ្នឹងហ្វឹកហាត់ចូល Zoom អញ្ចឹងណាញោមហ្វឹកហាត់ចូលណាអត់មានដល់ពេលថ្ងៃហ្នឹងយើងចូលមករៀនណាបងហើយអឺញាតិញោមណាដែលថាគាត់អត់បានចូលគាត់ចង់រៀនដែរអញ្ចឹងញោមជួយប្រាប់ទៅណាចូលតាមរយៈបាច់អញ្ចឹងទៅឲ្យគាត់ចេះចូលក្នុង LINE ហ្នឹងម្ដងទៅញាតិញោមលែងញ៉ៃញ៉ៃហ្នឹងឃើញទេនឹងអាចចេះចូលបានណាហើយញាតិញោមខ្លះគាត់ក៏ជួយគ្នាប្រាប់គ្នាណែនាំអញ្ចឹងណាព្រោះគាត់ល្អណាស់ជួយគ្នាអញ្ចឹងទៅណាដោយសារញាតិញោមដោយច្រើនហ្នឹងអឺអាយុច្រើនអញ្ចឹងទៅពិបាកក្នុងការធ្វើរឿងពាក់ព័ន្ធនឹងអញ្ចឹងណាអត់សូវស្ទាត់ជំនាញក៏អញ្ចឹងលោកការចាស់គ្រូក៏កញ្ញាសូមអនុញ្ញាតរៀនដែរក៏អត់អីទេរៀនទៅណាពធហាមទៅអត់កើតអីមែនដែររៀនទៅតែតាំងចិត្តរៀនទៅណាញោមគ្រប់គ្នាទាំងអស់គ្នាហ្នឹងកញ្ញាអរគុណលោកចាស់គ្រូអញ្ចឹងកញ្ញាអរគុណលោកចាស់គ្រូចឹងដូចដែលណែនាំញោមចឹងណាបរិឆេទដំបូងដែលយើងបានសិក្សាមកហ្នឹងសំខាន់សម្រាប់យើងគឺគ្រឹះញោមណាតែយើងបានគ្រឹះហើយយើងយកមកសិក្សាបីដកទៅក៏យើងអត់ទាន់អាចសិក្សាដោយខ្លួនឯងបានព្រោះដល់អញ្ចឹងទៅយើងត្រូវការគ្រូបើកបង្ហាញតែបើកបង្ហាញទៅយើងមានគ្រឹះយើងមានអីហើយស្រួលណាស់ព្រោះអត់ពិបាកទេណាអាចយល់បានតែទោះបីជាយ៉ាងណាក៏ដោយណារៀនហ្នឹងយើងត្រូវទៅតាំងចិត្តរៀនថាការសិក្សាគម្ពីរនេះវាជាគម្ពីរជ្រៅញោមណាគម្ពីរជ្រៅជួនកាលគេហៅគម្ពីរធំណាព្រោះគម្ពីរហ្នឹងអត់ងាយមានអ្នកបានរៀនទេព្រោះកម្របានរៀនណាដល់ពេលយើងមកសិក្សារៀនដំបូងអញ្ចឹងវាអត់ស្រួលទេសម្រាប់យើងនោះអ្វីក៏ថ្មីដែរញោមណាតែយើងបើកចំហចិត្តយើងហ្នឹងចាំទទួលណាចាំទទួលបានន័យថាតោនសឹមបងសឹមអត់ stress ទេបងអត់ចង់រៀនមួយថ្ងៃហ្នឹងឲ្យចេះទាំងអស់ទេបងតែតាំងចិត្តគោរពអញ្ចឹងកន្លែងណាដែលគ្រូបង្ហាត់បង្រៀនទៅញោមក៏យកចិត្តទុកដាក់តាមនឹងអញ្ចឹងទៅព្រោះកន្លែងណាគ្រូណែនាំឲ្យថាកន្លែងហ្នឹងសំខាន់ញោមគួរតែទន្ទិញចាំអីចឹងណាវាទិញទួយអញ្ចឹងញោមក៏ខំប្រឹងអញ្ចឹងណាព្រោះខំប្រឹងយករបស់ញោមទៅហើយសូមឲ្យញោមទន្ទិញមេរៀនឬក៏រំលឹកមេរៀនអីផ្សេងដោយចិត្តជាមហាកុសលព្រោះអីអ្នកខ្លះគាត់រៀនហើយក៏អត់យល់គាត់ stress ទិញអីក៏ stress ធ្វើអីក៏ stress អញ្ចឹងទៅរៀនអត់ចាំឯងញោមអត់យល់អត់ចាំទេពួកអីអត់កើតបញ្ញាអញ្ចឹងសំខាន់ដំបូងហ្នឹង
ញោមត្រូវតែតស៊ូព្រោះតស៊ូថាធម៌នេះមិនមែនជាធម៌ដែលស្រាលទេមិនមែនធម៌ដែលស្រួលងាយស្រួលនឹងអ្នកគ្រប់គ្នាទាំងអស់ហ្នឹងអាចយល់បានដោយងាយទេជាធម៌ដ៏មានជម្រៅយើងអត់ដឹងថាកាលពីអតីតជាតិហ្នឹងយើងធ្លាប់ឆ្លងកាត់ការសិក្សាមកហ្នឹងបានប្រហែលជាតិហើយក៏អត់ដឹងដែរអញ្ចឹងណាបងអញ្ចឹងតើបើកាលណារៀនហើយឆាប់យល់ក៏ជារឿងល្អតែបើរៀនទៅក្រយល់យើងតាំងចិត្តថានឹងព្យាយាមហើយសន្សំព្រោះសន្សំទុកអញ្ចឹងណាហើយធម៌ហ្នឹងយើងគិតថាបើសិនយើងគ្រប់គ្នាអ្នកណាក៏អាចរៀនហើយយល់គ្រប់គ្នាអញ្ចឹងវាដូចជាអត់មានជំរឿអញ្ចឹងណាញោមក៏ដូចជាអត់សមមានជំរឿទេអញ្ចឹងធម៌នេះមានជំរឿណាស់ញោមអញ្ចឹងយើងបង្អោនចិត្តយើងណានឹកដល់ការព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងហ្នឹងលោកសន្សំបារមីកាលនៅជាព្រះពោធិសត្វព្រោះអញ្ចឹងទម្រាំបានត្រាស់ដឹងនៅធម៌ទាំងអស់ហ្នឹងមកហើយសម្ដែងឲ្យពួកយើងទាំងឡាយហ្នឹងបានឃើញបានឮអញ្ចឹងណាអញ្ចឹងលោកសន្សំបារមីជាង4អសង្ខ័យអញ្ចឹងណាញោម4អសង្ខ័យ1សែនកាប់ណា ណា យូរហ៎ កណាយូលោកចា ណាយូលោកគ្រូ បាទអញ្ចឹងទៅយើងមានកម្លាំងចិត្តដែរញោមបងអោនចិត្តទៅអញ្ចឹងអូព្រះអង្គសំយូរណាទម្រាំបានរបស់នឹងមកយល់ចាក់ធ្លុះនៅរបស់នឹងបានហើយចោះយើងនឹងគ្រាន់តែមកស្ដាប់លើកទី1អញ្ចឹងអត់យល់នឹងមិនបានទៅវាចង់កើតបដិខៈវិញមិនចង់កើតតោសៈជាមួយនឹងធម៌នឹងវិញឬក៏ជាមួយនឹងខ្លួនឯងនឹងវិញអញ្ចឹងណាអញ្ចឹងហាក់បីដូចជាការបង្ខិតបង្ខំខ្លួនឯងឬក៏បញ្ជាខ្លួនឯងនឹងចង់ឲ្យយល់ហើយដល់អត់យល់ទៅកើតទុក្ខអញ្ចឹងអត់ត្រូវទេណាដែលការគិតអញ្ចឹងដោយសារធម៌ទាំងឡាយហ្នឹងมันប្រព្រឹត្តទៅតាមអំណាចរបស់បុគ្គលណាមួយឡើយរៀនញោមរៀនឆាប់យល់កាលពីអតីតជាតិញោមធ្លាប់សន្សំមកបានល្អហើយបច្ចុប្បន្នជាតិញោមសេចក្តីតាំងចិត្តព្យាយាមគ្រប់សពបែបយ៉ាងហ្នឹងបានល្អហើយអញ្ចឹងណាបងអញ្ចឹងវាមានហេតុនឹងឯងបើអត់មានហេតុទេវាមិនមានផលទេអញ្ចឹងណាអញ្ចឹងធម៌ទាំងឡាយហ្នឹងកើតព្រោះហេតុព្រោះហេតុហ្នឹងមិនមែនយកហេតុ6ទេណាព្រោះហេតុហ្នឹងគឺតួហេតុបច្ច័យព្រោះហ្នឹងហើយតួហេតុទាំង6ហ្នឹងក៏អាចជាតួបច្ច័យបានដែរហើយនឹងហេតុផ្សេងៗទៀតគឺហេតុបច្ច័យគឺធ្វើឲ្យផលកើតឡើងអញ្ចឹងវាទៅតែអាស្រ័យហេតុបច្ច័យអញ្ចឹងឯងដល់អញ្ចឹងទៅយើងតាំងចិត្តរៀនព្យាយាមរៀនអញ្ចឹងទៅសុបាយវិញញោមណារៀនទៅយល់បានប្រមាណក៏ព្យាយាមតាមហ្នឹងទៅអត់យល់យើងដឹងថាយើងអត់ទាន់យល់ទេកន្លែងហ្នឹងអត់ទាន់យល់ហើយព្យាយាមណាពេលដែលរៀនហ្នឹងថាគេចង់និយាយពីរឿងអីញោមព្យាយាមមើលថាលោកចង់និយាយពីរឿងអីហើយព្យាយាមយល់តាមមួយជំហានម្ដងមួយជំហានម្ដងអញ្ចឹងណាតិចម្ដងអញ្ចឹងទៅអត់មានអីលើសពីសមត្ថភាពរបស់ញោមទេណាញោមអាចរៀនបានហេតុអីបានជាអាត្មាថាអញ្ចឹងដោយសារបទពិសោធន៍ក្នុងការបង្រៀនហ្នឹងក៏ជាង10ឆ្នាំកន្លងមកហើយណាអាត្មាបង្រៀនគម្ពីរហ្នឹងហើយភាគច្រើនបង្រៀនញាតិញោមនឹងឯងអត់បានបង្រៀនលោកអីទេលោកមានរៀនដែរណាតិចណាស់ព្រោះតិចមែនតែនភាគច្រើនញាតិញោមនឹងឯងហើយញាតិញោមនឹងសោតក៏ដូចញាតិញោមដែលកំពុងស្ដាប់ចូលរៀនឥឡូវនឹងដែរគឺអ្នកខ្លះអាយុច្រើនអញ្ចឹងណាញោមអ្នកខ្លះអាយុតិចអីចឹងទៅក៏តាមសំគួរអញ្ចឹងទៅសិតតែជាគិរាវាសព្រោះអ្នកនៅគ្រប់គ្រងផ្ទះមានឱកាសបានចូលមកសិក្សាធម៌ហ្នឹងជាសំណាងរបស់យើងហើយណាព្រោះហើយបើញោមចង់បានអីឲ្យប្រកបវិជ្ជាណារៀនធម៌យកមុខវិជ្ជាមួយណាឲ្យប្រកបវិជ្ជាច្បាស់លាស់អញ្ចឹងគួរតែបែងចែកពេលវេលាឲ្យបានច្បាស់លាស់ញោមណាកុំយកទាំងអស់ក្នុងពេលតែមួយបើកាលណាញោមរៀនមួយពេលម្ដងហ្នឹងហើយយកគ្រប់មុខអីក៏រៀនគ្រប់សពបែបយ៉ាងទាំងអស់អញ្ចឹងណាអត់ទទួលភាពជោគជ័យទេបងបានន័យថាវាអត់ច្បាស់លាស់កន្លែងណាមួយទេអញ្ចឹងយើងរៀនហ្នឹងគឺវាត្រូវអាស្រ័យពេលវេលាយើងចង់បានមែនចង់ចេះមែនតែវាអាស្រ័យពេលវេលាច្រើនมันអាចសន្សំយកបានទាំងអស់អញ្ចឹងទៅដំបូងហ្នឹងយើងយកកន្លែងណាយកកន្លែងហ្នឹងយកកន្លែងណាយកកន្លែងហ្នឹងអញ្ចឹងណាបងអញ្ចឹងបានរបៀបនៃការរៀនណាអញ្ចឹងមិនលោកចាត់ជាថ្នាក់រៀនមានប្រព័ន្ធការរៀនត្រឹមត្រូវអញ្ចឹងណាញោមមានរៀនមានប្រឡងមានថ្នាក់មានអីអញ្ចឹងទៅរៀនតាមលំដាប់ឃើញទេញោមដូចញោមរៀនតាមផ្លូវលោកអញ្ចឹងឃើញទេ
តាំងពីថ្នាក់មត្តេយ្យថ្នាក់ទី1ទីអីទៅតាមរហូតហើយអញ្ចឹងទៅហើយយើងមើលមួយឆ្នាំឬសឹងតែគ្រប់គ្នាទាំងអស់អញ្ចឹងញោមឲ្យតតាំងចិត្តរៀនទៅរៀនចប់អញ្ចឹងញោមរៀនចប់រហូតដល់តាមអ្វីដែលយើងចង់បានហ្នឹងហើយឃើញទេអញ្ចឹងមានអ្នករៀនចប់បរិញ្ញាបត្រ Master ឬក៏បណ្ឌិតអីចឹងណាតាមផ្លូវលោកអញ្ចឹងឃើញគេមានថ្នាក់រៀនអញ្ចឹងរៀនចប់រាល់ឆ្នាំអញ្ចឹងហើយចង់ចាប់មុនក៏អត់កើតដែរវាត្រូវតែទៅតាមលំដាប់អញ្ចឹងបងណាហើយមានហោហែអញ្ចឹងឃើញទេហ្នឹងហើយហើយនៅទីបំផុតទៅអ្នកហ្នឹងរៀនចប់ដូចគ្នាអញ្ចឹងទៅមានចំណេះដឹងយកទៅប្រកបមុខរបរចិញ្ចឹមជីវិតអីអញ្ចឹងធ្វើការងារអីអញ្ចឹងបានស្រួលបងយ៉ាងណាមិញការរៀនធម៌របស់យើងក៏គួរតែប្រព្រឹត្តទៅតាមលំដាប់លំដោយអញ្ចឹងដែរដើម្បីឲ្យវាមានគុណភាពឲ្យវាសិក្សាបានជាប់តជារឿយៗអញ្ចឹងណាបងហើយមើលតាមកម្លាំងរបស់យើងទៅកម្លាំងរបស់យើងយកបានប្រមាណយកតាមហ្នឹងដើម្បីកុំឲ្យរែកធ្ងន់ពេកទៅទីបំផុតខ្ញុំដាក់អំរែកចុះដល់ពេលខ្ញុំដាក់អំរែកចុះទៅវាលែងតមកកើតហើយណាបងអញ្ចឹងណាអញ្ចឹងនេះគឺជាការណែនាំតិចតួចដំបូងអញ្ចឹងញោមឲ្យញោមបានយល់ណាហ្នឹងហើយហើយរបៀបនៃការសិក្សាគម្ពីរសោតញោមណាវាត្រូវតែមានការសិក្សាពីគ្រូណាដំណតពីគ្រូមុនតមករហូតដល់បច្ចុប្បន្នយើងអញ្ចឹងណាអាហ្នឹងបានយើងបានសិក្សាត្រឹមត្រូវបានញោមបើអត់ទេយើងទៅមើលខ្លួនឯងសិក្សាខ្លួនឯងអញ្ចឹងណាព្យាយាមស្វែងយល់ខ្លួនឯងមិនងាយទេណាបងពិបាកណាស់ដោយសារយើងសម័យនេះមិនសូវជាមានបញ្ញាបរិបូរណ៍គ្រប់គ្រាន់ក្នុងការសិក្សាស្រាវជ្រាវដោយខ្លួនឯងទេបងទី1សិក្សាទៅជាការវាអត់យល់ហ្មងញោមណាដល់ទី2ខ្លាចតែយល់ខុសអញ្ចឹងណាបងហើយដល់យើងសិក្សាទៅមានគម្ពីរក្បួនច្បាប់ត្រឹមត្រូវមានគ្រូបើកបង្ហាញត្រឹមត្រូវហើយគ្រូនឹងសោតក៏ដំណតមានការសិក្សាមកតគ្នាអញ្ចឹងណាអញ្ចឹងទៅធ្វើឲ្យដំណនៃការរៀននឹងបានល្អបងស្ដាប់បានដែរញោមដាត់បានលោកគ្រូ កណានឹងចាក់គ្រូ ព្រោះអញ្ចឹងគម្ពីរហ្នឹងដូចណែនាំញោមពីថ្ងៃទី1ដំបូងអញ្ចឹងណាថាក្នុងគម្ពីរយមកៈហ្នឹងល្អណាស់មានរហូតដល់10យមកៈអញ្ចឹងញោមហ៎ហើយ3ដកខ្មែរយើងមានប្រមាណក្បាលញោម3ដកខ្មែរយើងមាន110ក្បាលនឹងចាក់គ្រូ3ដកខ្មែរដែលពាក់ព័ន្ធនឹងគម្ពីរយមកៈមាន10ក្បាល 10អត់ដឹងហ្នឹងនឹងចាក់គ្រូយមកៈនេះមាន10ក្បាលលោកម្ចាស់គ្រូ10យមកៈ10យមកៈមានទាំងអស់7 7ក្បាលប៉ុន្តែ10យមកៈ7ក្បាល3ដកយើងបងហើយ7ក្បាល3ដកហ្នឹងដូចធ្លាប់ប្រាប់ញោមអញ្ចឹងណែអភិធម្ម7គម្ពីរដែលលើកយកមកនេះគឺគម្ពីរទី6អញ្ចឹងញោមដែលមកយកមកបង្ហាញបង្រៀនញោមហ្នឹងគឺគម្ពីរទី6ណាបងឈ្មោះថាគម្ពីរយមកៈព្រោះអញ្ចឹងញោមមើលទៅនេះ3ដកខ្មែរយើងយមកៈហ្នឹងពីក្បាលទី87ដល់93អញ្ចឹងទៅស្មើនឹង7ក្បាល3ដកហើយ7ក្បាល3ដកហ្នឹងញោមគិតខ្លួនឯងញោមណាជាញោមជាគ្រាវាធម្មតាសូម្បីតែប្រសងហ្នឹងក៏ដោយញោមណាបានអានបត្រៃបិដកមួយក្បាលឲ្យយល់អស់មួយក្បាលអញ្ចឹងណាសុបាយចិត្តខ្លាំងណាញោមអញ្ចឹងហ៎សុបាយខ្លាំងណាអានមិនអានទៅអានចេញបានអានទេណាព្រោះអានហើយយល់សេចក្តីនៅនឹងអាចវិនិច្ឆ័យអាចបើកបង្ហាញបង្ហាត់បញ្យល់អីគេបានអញ្ចឹងណាហើយបានត្រឹមត្រូវអញ្ចឹងណាសូម្បីតែមួយក្បាលហ្នឹងក៏ញោមសុបាយចិត្តដែរមិនអញ្ចឹងទេញោមតែគម្ពីរនេះមានរហូតដល់ទៅ7ក្បាល3ដកណាដល់7ក្បាលអញ្ចឹងញោមអាចចំណាយពេលវេលាចំណាយពេលវេលាហ្នឹងដើម្បីសិក្សាហ្នឹងញោមអាចរៀនចប់បានទាំងអស់ចប់ទាំងអស់ហ្នឹងដោយសារគម្ពីរ3ដកខ្មែរយើង7ក្បាល3ដកហ្នឹងណាហើយសរសេរមកមានបាលីមួយខាងភាសាខ្មែរយើងមួយខាង
ហើយដល់ពេលរៀនជាគម្ពីរដែលថាយើងយកមករៀនជាមេរៀនហ្នឹងមានបាលីហើយមានពាក្យប្រែមានពាក្យប្រែហើយមានសម្ដែងអង្គធម៌ផ្សេងៗទៅតាមរូបបែបនៃការសម្ដែងរបស់គម្ពីរហ្នឹងណាញោមអញ្ចឹងទៅបើសិនចំនួនសភៅហ្នឹងវាលើសពី3ដកហ្នឹងទៀតអញ្ចឹងណាញោមនឹងឯងលើសពី7ក្បាលហ្នឹងទៀតញោមអញ្ចឹងណាហ្នឹងឯងអញ្ចឹងគម្ពីរតាំងពីធម្មសង្កណីណាគម្ពីរទី1មករហូតដល់គម្ពីរទី7ហ្នឹងគម្ពីរដែលវែងជាងគេទាំងអស់ញោមគម្ពីរមហាបដ្ឋានហ្នឹងវែងជាងគេណាញោមហើយដល់ពេលបន្ទាប់មកយមកៈហ្នឹងយមកៈហ្នឹងវែងបើគម្ពីរផ្សេងទៀតខ្លីៗទេញោមណានេះមកគម្ពីរមានមួយក្បាលពីរក្បាលអីចឹងទេគាត់ថាអត់បានបិទញូតបិទហើយអញ្ចឹងមានតែគម្ពីរមហាប្រធានវែងជាងគេបន្ទាប់មកយមកៈហ្នឹងអញ្ចឹងយើងបានរៀនគម្ពីរហ្នឹងមកញោមណាគម្ពីរហ្នឹងគឺបើសិនញោមបានរៀនគ្រប់ទាំង10អញ្ចឹងណាក៏បានចំណេះដឹងច្រើនច្រើនណាដឹងរបៀបនៃការបើកបង្ហាញធម៌របស់ព្រះសម្មាសម្ពុទ្ធច្រើនបែបច្រើន style ណាអញ្ចឹងយើងគួររៀនណាគួររៀនហើយពួកធម៌ដែលនាំយកមករៀនហ្នឹងឧទាហរណ៍ថាយមកៈហ្នឹងមានអីគេខ្លះឧទាហរណ៍ញោមមើលយមកៈហ្នឹងឃើញទេមានទី1មូលយមកៈនិយាយពីរឿងមូលហ្នឹងគឺហេតុណាញោមឬគល់អញ្ចឹងមូលហ្នឹងហេតុហ្នឹងគឺជាចិត្តឬចេតសិកញោមតកគ្រូចេតសិកចេតសិកមានប្រមាណចេតសិកប្រមាណមាន6ចេតសិក6ដួងឃើញទេអញ្ចឹងញោមស្គាល់ហើយនិយាយពីរឿងហ្នឹងតែមិនមែននិយាយតែរឿងហ្នឹងសុទ្ធទេមានយកធម៌អីដើម្បីមកជាតាំងជាគោលសួរឆ្លើយមិនអញ្ចឹងចាំតាមហ្នឹងទៀតអញ្ចឹងណាអញ្ចឹងតែហ្នឹងគឺរឿងដែលញោមដឹងហ្នឹងហើយឃើញទេឈ្មោះហ្នឹងយើងដឹងដល់ពេលខណ្ឌញោមដែលឮសូរខណ្ឌ5អត់ហ្នឹងហើយរៀនឡើងស្ទាត់ដល់ហើយណាខណ្ឌ5ក្នុងបរិឆេទទី7ញោមហ៎រូបខណ្ឌអង្គធម៌បានដល់រូប28វេទនាខណ្ឌអង្គធម៌បានដល់វេទនាចេតសិកសញ្ញាខណ្ឌអង្គធម៌បានដល់សញ្ញាចេតសិកសង្ខារខណ្ឌអង្គធម៌បានដល់ចេតសិក50វាវេទនានិងសញ្ញាដល់ពេលវិញ្ញាណខណ្ឌបានដល់78 89ឃើញហ្នឹងយើងចេះហើយហ្នឹងហើយអញ្ចឹងយើងចង់មកដឹង style របស់ព្រះអង្គបើបង្ហាញរឿងខណ្ឌហ្នឹងព្រះអង្គបើបង្ហាញដោយវិធីដោយរបៀបណាយ៉ាងម៉េចខ្លះអញ្ចឹងណាហ្នឹងហើយអញ្ចឹងគ្រាន់តែខណ្ឌមួយហ្នឹងញោមណាដែលលោកសំដែងមកហ្នឹងសរសេរជាសភៅហ្នឹងប្រហែលខ្ទង់ជា500ទំព័រជាងហ្នឹងជាង500ទំព័រណាតែខណ្ឌ5ប៉ុណ្ណឹងណាយើងមើលអស្ចារ្យអាយតនៈអញ្ចឹងអាយតនៈ12ដែលញោមបានរៀនហើយដែរអញ្ចឹងណាតាំងពីចក្ខាយតនៈសោតាយតនៈជាដើមទៅរហូតដល់ធម្មាយតនៈណាអាយតនៈ12ហ្នឹងបើសិនសរសេរជាសភៅណាសភៅអង្គធម៌មានបាលីពាក្យប្រែអង្គធម៌អញ្ចឹងទៅតែយកបោះចោលហើយញោមដែលនិយាយអីហ្នឹងពេលដែលញោមបើកញោមបិទទៅណាអញ្ចឹងអាយតនៈហ្នឹងយើងដឹងថា12អង្គធម៌បានដល់អីតែប៉ុណ្្នឹងទេអញ្ចឹងដល់ចូលមកក្នុងរឿងដែលរៀននេះញោមណាអាយតនៈយមកៈហ្នឹងសភៅហ្នឹងប្រហែលជាង1000ទំព័រញោមជាង1000ទំព័របើសិនឥឡូវហ្នឹងអាត្មាបោះពុំជាសភៅពុំហ្នឹងណាបានមួយក្បាលហ្នឹងវាចូល800ទំព័រជាងណាអញ្ចឹងនៅមួយក្បាលទៀតហ្នឹងអាយតនៈជាង1000ទំព័រហើយធាតុក៏ច្រើនដែរច្រើនជាងអាយតនៈផងណាតែសំដែងដូចគ្នាអញ្ចឹងទៅលោកក៏សង្ខេបអញ្ចឹងអត់បានសំដែងទាំងអស់ទេអញ្ចឹងញោមដែលអត់នេះហ្នឹងញោមបិទញូតណាញោមណាហើយញោមស្ដាប់ឮទេអត់បាច់បើកញូតទេឮសូរឯងដើម្បីកុំឲ្យសំឡេងញោមចូលមកហើយដល់និយាយសច្ចៈសច្ចៈហ្នឹងគឺសច្ចៈហ្នឹង4អញ្ចឹងឯងញោមណាអរិយសច្ចៈ4ណាទុក្ខសច្ចៈសមុទយសច្ចៈនិរោធសច្ចៈមគ្គសច្ចៈអីអញ្ចឹង
14ហ្នឹងទៅអញ្ចឹងព្រះអង្គយកមកបើបង្ហាញអញ្ចឹងបើយើងឃើញថាលោកសំដែងនៅក្នុងបសោតណាបងដូចជានៅក្នុងធម្មចក្រកប្បវត្តនសូត្រអីអញ្ចឹងណាពាក់ព័ន្ធនឹងសច្ចៈហ្នឹងមិនប្រមាណទំព័រទេអញ្ចឹងញោមក៏ចប់ហើយណាអត់ច្រើនទេតែដល់ពេលលោកសំដែងក្នុងយមកានេះបើសិនគិតជាសភៅធ្វើជាសភៅហ្នឹងប្រហែលជិត1000ទំព័រឲ្យដែរមើលតើញោមណាច្រើនរយទំព័រណាបងហើយដល់ពេលសង្ខារញោមសង្ខារញោមដែលលើសូរសង្ខារ ต้องพาลู សង្ខារនេះសង្ខារ3ញោមណាសង្ខារក្នុងយមកៈនេះលោកលើកយកសង្ខារ3សង្ខារ3នេះញោមស្មានត្រូវទេសង្ខារ3មិនបញ្ញាភិសង្ខារអបញ្ញាភិសង្ខារអនេញជាភិសង្ខារទេណាសង្ខារ3នេះយកកាយសង្ខារវជ័យសង្ខារចិត្តសង្ខារណាសង្ខារទាំង3ហ្នឹងណាហ្នឹងឯងចឹងយកមកសម្ដែងហ្នឹងដូចគ្នាប្រហែលគ្នានឹងសច្ចៈយមកៈចឹងដែរណាប្រហែលខ្ទង់ចិត្ត1000ទំព័រអីចឹងដែរណាសភៅណាហើយដល់ពេលមកដល់អនុស័យណាអនុសយយមកៈនិយាយពីរឿងអនុស័យ7អនុស័យ7ញោមដែលឮសូរអនុស័យហ៎អនុស័យហ្នឹងគេលេះដែរអីគេ lấy lùng cha គេលេះដែលដេកត្រាំនៅក្នុងសន្ nè សន្ nè តាន nông sần đàn គឺគេលេះដែលលេះអត់ទាន់បានអញ្ចឹងណាបង nè cả nè កាបូងមាន TID អត់មែន6លេខ បងអញ្ចឹងពាក់ព័ន្ធនឹងសេចក្តីលម្អិតរបស់អនុស័យអញ្ចឹងក៏ញោមអត់ដែលបានរៀនគម្ពីរញោមអត់ដឹងដែរពេលដែលញោមរៀនក្នុងបរិឆេទហ្នឹងអត់បាន2 3ទំព័រហ្នឹងក៏ចប់ហើយណារឿងហ្នឹងណាអត់ច្រើនទេអញ្ចឹងណាបងតែដល់រៀនក្នុងគម្ពីរនេះអាត្មាថាសភៅហ្នឹងប្រហែលមិនស្រួលអីនេះចូល2000ទំព័រអីដែរហ្នឹងញោមបងវែងណាបងវែងណា នឹងឯងហើយរបៀបនៃការសួរអញ្ចឹងណាព្រោះពាក់ព័ន្ធនឹងបុគ្គលមានអនុស័យដេកសំងំនៅដល់បុគ្គលលះអនុស័យណាកំណត់ដឹងអនុស័យណាលះបានហើយអនុស័យណាលះមិនទាន់បានបើសិននៅមានអនុស័យទេអ្នកនឹងកើតពីនឹងហើយទៅស្លាប់ពីនឹងហើយទៅកើតនៅណាបានខ្លះហើយអីអញ្ចឹងណានិយាយហោហែទាំងអស់ញោមណាព្រោះល្អគួរចាប់អារម្មណ៍ ហើយដល់ពេលចិត្តណាចិត្តតយមកៈហ្នឹងនិយាយពីរឿងចិត្តណាព្រោះចិត្តមានរាគៈចិត្តមិនមានរាគៈចិត្តមានទោសៈចិត្តមិនមានទោសៈឧទាហរណ៍អញ្ចឹងណាសំដែងទៅហោហែអញ្ចឹងទៅណាចិត្តដែលជាបច្ចុប្បន្នចិត្តដែលជាអតីតចិត្តដែលជាអនាគតចិត្តដែលឥឡូវហ្នឹងកំពុងកើតចិត្តហ្នឹងពីមុនមកធ្លាប់កើតដែរអត់អីចឹងណាព្រោះចិត្តដែលធ្លាប់កើតត្រឡប់មកកើតវិញទេអីចឹងណានិយាយឡើងលំអិតអស់នៅក្នុងចិត្តតយមកៈហ្នឹងព្រោះ cái này ហើយដល់នៅក្នុងធម្មយមកៈនេះយកកុសលធម៌និងកុសលបត្តិព្រោះយកកុសលអកុសលនិងអព្យាកតៈព្រោះយកមកសម្ដែងអញ្ចឹងណាកុសលឈ្មោះថាកុសលធម៌មែនទេកុសលធម៌ឈ្មោះថាកុសលមែនទេអញ្ចឹងណារហូតដល់ប្រវត្តិវិរិយអីចឹងសម្ដែងកុសលធម៌កំពុងកើតដល់បុគ្គលណាអកុសលធម៌កំពុងកើតដល់បុគ្គលនោះមែនទេកុសលធម៌កំពុងកើតដល់បុគ្គលណាអព្យាកតៈធម៌ កំពុងកើតដល់បុគ្គលនោះមែនទេជាដើមអញ្ចឹងណាសំដែងឡើងល្អណាស់ញោមណាគួរចាប់អារម្មណ៍ហើយដល់ពេលឥន្ទ្រីណាព្រោះឥន្ទ្រី22 bị វែងណាព្រោះអញ្ចឹងសំដែងលំអិតទាំងអស់ព្រោះណាឆ្លិចឆ្លីឥន្ទ្រីមួយត្រឡប់មកមូលៈមូលីផ្សំគ្នារហូតដល់សំដែងក្នុងប្រវត្តិវិរិយអីហ្នឹងលំអិតព្រោះសំដែងទៅតាមកាលផ្សេងហ្នឹងណា បច្ចុប្បន្នកាលអតីតកាលអនាគតកាលឥន្ទ្រីណាកំពុងកើតឥន្ទ្រីណាធ្លាប់កើតឥន្ទ្រីណានឹងកើតអញ្ចឹងណាបងសំដែងលំអិតតិចអស់កើតពីណាហើយតណាតន័យគ្រប់សពបែបយ៉ាងហ្នឹងគឺដំណើរនៃការប្រព្រឹត្តទៅរបស់បុគ្គលក្នុងសង្សារវដ្តហ្នឹងសំដែងយ៉ាងល្អិតអញ្ចឹងវែងទៀតណាឥន្ទ្រីហ្នឹងក៏មិនខ្លីដែរញោមណារាប់ពាន់ពណ៌អញ្ចឹងហ្នឹងគឺរឿងទាំងអស់ហ្នឹងអាហ្នឹងសរុបសេចក្តីឲ្យញោមស្ដាប់ត្រួសបង ច្រាប់បានទេញោមហ្នឹង ស្ដាប់បានលោកគ្រូ Đạp mà
ยังไงគួរជាប់ចិត្តដល់អារម្មណ៍ណាញោមណាសប្បាយពេលណាបានរៀនហ្នឹងរៀនហើយជក់ចិត្តហ្មងណាចង់រៀនបងព្រោះរៀនចង់រៀន អារម្មណ៍ប្លែកទៀតអីលោកគ្រូ ហ្នឹងហើយ អាដាច់ជួប អារម្មណ៍ប្លែកចំណីឆ្ងាញ់ចំណីប្ ចំណ លែក ុច ណា ឆ្នាំនេះលោកគ្រូគឺណា របស់ អប ចំណីរបស់ព្រះអង្គណាបង3ដងបងបើបង្ហាញមកជាចំណីរបស់ចិត្តយើងណាតែរបស់ហ្នឹងដែលគឺជារបស់ព្រះអង្គអ្នកបើកបង្ហាញតោះហើយដោយប្រាប់ញោមអញ្ចឹងណាថាការរៀននេះមិនមែនជាការរៀនគ្រាន់តែអានហើយបើកអានអញ្ចឹងទៅហើយក៏ចប់អីចឹងឬអធិប្បាយតាមអក្សរដែលមានអញ្ចឹងអត់ចឹងទេបងណារបៀបនៃការរៀននេះគឺគេមានរៀនយ៉ាងម៉េចអីយ៉ាងម៉េចអញ្ចឹងណាមានក្បួនគិតមានអីផ្សេងអញ្ចឹងណាអញ្ចឹងញោមអត់ធ្មត់អត់ទ្រាំណាដំបូងណាញោមមើលទៅដូចថាវាថ្មីអញ្ចឹងទៅញោមព្យាយាមអត់ធ្មត់អត់ទ្រាំតស៊ូយកចិត្តទុកដាក់ហ្នឹងសម្រាប់ញោមដែលអត់សូវមានកម្លាំងសទ្ធាកម្លាំងបញ្ញាគ្រប់គ្រាន់ណាបងតែបើញាតិញោមដែលគាត់មានឧបនិស្ស័យល្អមានកម្លាំងសទ្ធាមាំមួនអញ្ចឹងទៅគាត់បើចាំបដៅណែនាំអីច្រើនទេណាគាត់ចេះគិតដោយខ្លួនឯងមកបងណាហើយមួយទៀតណាហើយរៀនហ្នឹងសិតតែបល័យអត់ចោលទេញោមណាបល័យក្នុងបៃដកមានប្រមាណគឺរៀនគ្រប់ទាំងអស់តែម្ដងបល័យណាបងហើយបានប្រែជាសម្រាយណាបងហើយមានការសម្ដែងអង្គធម៌អញ្ចឹងយើងមើលទៅថាចុះបល័យច្រើនម្លឹងតោះហើយយើងនេះអត់ដែលបានទៅរៀនបល័យអីគេផងហ្នឹងហើយអញ្ចឹងរៀនធ្វើយ៉ាងម៉េចរៀនកើតទៅបងអញ្ចឹងញោមកុំបារម្ភអីណាបងគឺយើងសង្កេតទៅតាមដែលលោកសំដែងហ្នឹងតិចអញ្ចឹងទៅញោមចាំបានហើយព្រោះចាំបានហើយដឹងពាក្យហ្នឹងប្រែយ៉ាងម៉េចអីយ៉ាងម៉េចគឺដឹងហ่ะព្រោះអត់ពិបាកទេណាព្រោះតែគ្រាន់ថាកន្លែងថ្មីអញ្ចឹងយើងត្រូវទិញត្រូវអីដើម្បីឲ្យចាំជាគំរូអញ្ចឹងណាអាហ្នឹងយើងក៏ប្រឹងប្រែងរបស់យើងអញ្ចឹងទៅព្រោះហើយយើងមិនមែនរៀនរបៀបដោយវេយ្យាករណ៍រៀនប្រែលោតប្រយោគមួយមកពីវេយ្យាករណ៍ក្បួនច្បាប់របស់វេយ្យាករណ៍អីមកពីអីមិនអញ្ចឹងអត់ទេគឺគ្រាន់តែយើងរៀនហ្នឹងស័ព្ទហ្នឹងប្រែថាម៉េចគឺយើងសម្គាល់អញ្ចឹងណាលោកប្រែឲ្យហើយប្រែចាំយកបានអញ្ចឹងហ្មងដឹងថាហ្នឹងសំដៅយកអីតួសភាវធម៌សំដៅយកអីអញ្ចឹងណាបងអញ្ចឹងយើងរៀនតាមរបៀបអញ្ចឹងណាញោមណាអញ្ចឹងញោមអត់បានរៀនបាលីអត់បានរៀនអីមកពីមុនហ្នឹងក៏អាចរៀនបានដែរណាអត់បញ្ហាទេហើយបើសិនញោមមានគ្រឹះមានអីមកខ្លះក៏ល្អព្រោះបាលីហ្នឹងណាជួយឲ្យញោមឆាប់ចាំបានលឿនព្រោះឲ្យញោមសង្កេតវិផតសង្កេតវចនៈសង្កេតអីចឹងទៅញោមឆាប់ចាំដែរអាហ្នឹងបើសិនមានបទពិសោធន៍ណាព្រោះហើយមិនប្រកាសថាអ្នកដែលចេះបាលីមកល្មមហ្នឹងហើយរៀនបកកែជាងញោមដែលអត់ចេះបាលីទេអត់ប្រកាសអញ្ចឹងទេញោមណាហេតុអីបានថាអញ្ចឹងដោយសារបទពិសោធន៍ដែលអាត្មាធ្លាប់បង្រៀនមកហ្នឹងណាមានលោកអញ្ចឹងលោកថេរៈណាព្រះមហាថេរៈអីចឹងទៅលោកមករៀនដែរណាព្រោះលោកបកកែបល័យបើថាបល័យហ្នឹងលោករៀននៅស្រុកគេហ្នឹងលោករៀនឡើងចប់ព្រោះបល័យហើយឃើញបល័យប្រែបានទាំងអស់ហើយឲ្យជាភាសាយើងហ្នឹងតែងជាបល័យលោកក៏តែងបានទៀតព្រោះបកកែបល័យហ្នឹងណាតែលោកនៅតែមករៀនមួយអាត្មាមករៀនអីចឹងដែរបានន័យថាលោកអត់យល់សភាវៈញោមលោកចេះតែបល័យចឹងណាព្រោះឲ្យដល់មករៀនមែនតែនទៅមិនថានិយាយរឿងលោកមិនល្អអីទេយើងអាត្មានិយាយតាមការជាក់ស្ដែងអញ្ចឹងណាមានញោមខ្លះគាត់រៀនបកកែជាងលោកអង្គហ្នឹងទៀតឃើញទេញោមហើយញោមអត់ចេះបល័យហ្នឹងតែរៀនបកកែជាងអញ្ចឹងកន្លែងនេះគេអត់ផ្ដោតទៅលើការប្រែបល័យទេញោមគេផ្ដោតទៅលើថាយើងចាំបល័យហ្នឹងបានអត់បល័យហ្នឹងប្រែជាភាសាយើងយកសេចក្តីមកហ្នឹងសំដៅយកអីហើយតួសភាវៈហ្នឹងយ៉ាងម៉េចអញ្ចឹងណាបងហើយយើងអាចចេះសួរចេះរកសំណួររកចម្លើយតាម3ដកហ្នឹងបានអត់ដោយមិនចាំបាច់មើលអីទាំងអស់តោះអញ្ចឹងគឺរបៀបរៀនអញ្ចឹងណាបងក៏មានញាតិញោមចូលមករៀនច្រើនគ្នាដែរណាចាំហើយចាំកន្លែងណាដែលថាញោមស្ដាប់អត់ទាន់សរសេរអត់ទាន់អីអញ្ចឹងណាក៏ចាំមើលតាមវីដេអូឡើងវិញណាមកតម្លាក់វីដេអូហ្នឹងចូលក្នុងក្រុមមកហើយណាបងអញ្ចឹងបន្តមេរៀនយើងថ្ងៃមុនបន្តិចញោមណាថ្ងៃមុនអធិប្បាយមកដល់កន្លែងទំព័រទី4ញោមណាកន្លែងនេះណាហើយយើងមកដល់នេះហើយណា
គ្រូចាប់ផ្ដើមពីដំបូងវិញដោយសារថ្ងៃដំបូងកណាអីអត់បានស្ដាប់ផង អញ្ចឹងញាតិញោមទាំងអស់គ្នាអូខេអត់ទេចង់យកពីដំបូងមក កណាពីដំបងវិញដល់ បានរៀនពី ដំបងមក អូខេគុណចាស់គ្រូ អញ្ចឹង គ្រូ ពី លោកម្ចាស់គ្រូកណាសុំទៅទៀនកណារៀន iPad នេះអត់សូវចេះចុចនេះអានេះកណារៀនដល់ពេលកណាទៅឆ្ងាយកណាយកទូរស័ព្ទហើយដល់ពេលឥឡូវអាទូរស័ព្ទអត់ចេះភ្ជាប់លោកគ្រូអូកណាដាក់បន្តិចទៅ បាច់អូសឲ្យញោមចូលមកនិយាយបានស្ដាប់បានអញ្ចឹងហើយអូខេហើយអត់មានអូសអីទៀតទេ តែបានតែហ្នឹងឯងដល់ពេលទូរស័ព្ទដៃវាអត់ចូល អត់ទេចូលបានតែមួយហ្នឹងតែយើងចង់ចូលទាំងពីរដែលយើងមាន account 2ញោមយើងចូលបានតែមួយហ្នឹងទៅស្ដាប់តែមួយ ឈ្ ហ្នឹង មោះ ទៅបាន ពីរ ហើយ លោកគ្រូឈ្មោះពីរអង្ការឡាញចូលពីរតា អត់ទេឡាញផ្សេងអាសូមនេះផ្សេងបង អូអញ្ចឹងស៊ូមបានតែមួយលោកគ្រូ ទូរស័ព្ទមួយបានមួយតែបើពីរហ្នឹងដល់ញោមមានពីរផ្សេងគ្នាបើសិនញោមមាន app ក្នុងពីរទូរស័ព្ទហ្នឹងបានដែរចូលបានពីរអញ្ចឹងដែរអត់អីទេ ហ្នឹងអេបចូលគ្នាតែយើងណែប្រើអា iPad ហ្នឹងអត់ដាក់លុយទេដល់ពេលឲ្យវាយកមកទូរស័ព្ទដាក់លុយឯងហើយដល់ពេលយើងយកអា iPad ដើរតាមមិននេះបើអត់មានលុយលោកគ្រូ អញ្ចឹងញោម ចូល ចេញពី គ្នាតែ iPad ទៅ ចូល ញោមយកទូរស័ព្ទចូលវិញមកណា download app ហ្នឹងចូលដោយទូរស័ព្ទដោយ iPad អញ្ចឹងណាចូលក្នុងទូរស័ព្ទវិញអញ្ចឹងទៅបានណាបង ហើយដល់ពេលឲ្យកណារៀន iPad តើទេ iPad ភាសាធំ iPad ហ្នឹងវាតើកាលណាដល់ចូល iPad បានឃើញក្នុង iPad បើចូលក្នុងទូរស័ព្ទឃើញក្នុងទូរស័ព្ទបើចូលទាំងពីរបានឃើញទាំងពីរ ជិតខោចូលគ្នា បាទ ធ្វើមិនអញ្ចឹងលោកគ្រូដល់អញ្ចឹង អត់មានមិនមានរៀនតាមហ្នឹងអញ្ចឹងទៅណាយកតាមបើសិនភ្ជាប់ទូរស័ព្ទហើយនឹង iPad នៅចិត្តគ្នាអញ្ចឹងញោមយកតទាំងពីរអញ្ចឹងទៅបងឬមួយបើអត់ទេមានតែញោមភ្ជាប់យកទូរស័ព្ទវិញទៅណាហើយសួរមិត្តភ័ក្តិទៅបងដើម្បីឲ្យច្បាស់រឿងហ្នឹងមកអត់បានអធិប្បាយរឿងហ្នឹងច្រើនទេណាបងសួរមិត្តភ័ក្តិសួរឲ្យញោមទៅចូលតាមរយៈមិនអញ្ចឹងណាសួរគាត់ទៅគាត់ប្រាប់ទៅចូលតាមហ្នឹងទៅ ជាងកណានៅមើលហ្នឹងសិនណាចា បងអញ្ចឹងញាតិញោមស្នើថាសុំសារជាថ្មីឡើងវិញម្ដងទៀតណាព្រោះដោយសារកាលពីថ្ងៃមុនហ្នឹងអត់មានវីដេអូអត់មានអីអញ្ចឹងណាបងអញ្ចឹងនេះសារឡើងវិញនេះភាគច្រើនញោមអត់ទាន់យល់ទេញោមណាកន្លែងខ្លះញោមអាចយល់បានតែកន្លែងខ្លះទៀតញោមយល់អត់បានទេណាបងមួយទៀតញោមនេះម៉ោងក៏ជិតដល់ម៉ោងដែរហើយណាម៉ោង8ឥឡូវនៅសល់19នាទីទៀតហ្នឹងអញ្ចឹងបានប្រហែលយកប៉ុណ្្នឹងទៅញោមណាអត់បញ្ញាប់តាណាទេ កណា អញ្ចឹងយើងតើសឹមអញ្ចឹងណាបងអញ្ចឹងដំបូងហ្នឹងអ្នកម៉ូហ្នឹងគឺនមស្ការចំពោះព្រះសម្មាសម្ពុទ្ធអញ្ចឹងណាញោមហើយបានមកលោកអធិប្បាយណាវចនដ្ឋៈនិងពាក្យអធិប្បាយរបស់ពាក្យថាយមកៈអញ្ចឹងគម្ពីរដែលយើងរៀនហ្នឹងគឺជាគម្ពីរយមកៈបងអញ្ចឹងលោកត្រូវការអធិប្បាយអត្ថន័យបងនិយមន័យរបស់ពាក្យថាយមកៈហ្នឹងបងនេះអញ្ចឹងវចនដ្ឋៈហ្នឹងមកពីពាក្យថាវចនៈបងវចនៈហ្នឹងហើយបងនឹងអដ្ឋៈណាអដ្ឋៈហ្នឹងគឺសេចក្តីអត្ថន័យហ្នឹងណាបងហើយដល់វចនៈហ្នឹងប្រែថាពាក្យអញ្ចឹងអត្ថន័យរបស់ពាក្យអញ្ចឹងណាញោមវចនដ្ឋៈហ្នឹងណាហ្នឹងឯងឬក៏បច្ចុប្បន្នហ្នឹងខ្មែរយើងអាចនេះប្រែថានិយមន័យអញ្ចឹងណាញោមនិយមន័យរបស់និយមន័យនិងពាក្យអធិប្បាយរបស់ពាក្យថាយមកៈអញ្ចឹងណាអញ្ចឹងនេះនៅក្នុងគម្ពីរយមកៈអដ្ឋកថាញោមណាលោកឲ្យនិយមន័យរបស់ពាក្យថាយមកៈហ្នឹងជាភាសាបាលីណាក៏លោកថាគេណាត់ថេនអ្នកយមកន្តិយុគលទ្ធេនៈយុគលញ្ញហេយមកន្តិវចតេបងនឹងជាភាសាបាលីណាយមកៈប៉ុន្តែអានឹងយកមកពីអដ្ឋកថាញោមណាអដ្ឋកថាយមកៈណាលោកពលហើយបានសួរថាណាប្រែថាសួរថាអដ្ឋកថានេះសុយសេដល់ជាងថទេញោមណាសំសាយសេចាសួរថាហៅដែលហៅថាយមកៈព្រោះអត្ថាដូចម្ដេចឬក៏ព្រោះមានន័យថាដូចម្ដេចមានសេចក្តីថាដូចម្ដេចហើយបានឆ្លើយណាព្រោះឆ្លើយថាព្រោះអត្ថាជាគូនឹងគ្នាអញ្ចឹងយមកៈហ្នឹងប្រែថាជាគូនឹងគ្នាឬក៏ប្រែថាគូអញ្ចឹងញោមយមកៈប្រែគូណាប៉ិតណាអ្វីដែល
អ្វីជាគូនឹងគ្នាត្រូវលោកហៅថាយមកៈអញ្ចឹងស្អីក៏ដោយឲ្យតែគូនឹងគ្នាហ្នឹងលោកហៅថាអីយមកៈបងអញ្ចឹងហ្នឹងយកបានអត្ថន័យណាយមកៈបានន័យថាម៉េចគូជាគូនឹងគ្នាអ្វីជាគូនឹងគ្នាហៅថាយមកៈហើយបានលោកអធិប្បាយបន្តិចមកណាគូអីគេខ្លះអធិប្បាយថាអ្វីដែលជាគូនឹងគ្នានោះគឺលើកយកមក3គូណាអនុឡោមគូនឹងបដិឡោមហើយហ្នឹងបានមកគូណាគូនេះអញ្ចឹងអនុឡោមស្របបដិឡោមបច្រាស់មកវិញឬក៏ផ្ទុយណាឬក៏បដិសេធអនុឡោមហ្នឹងណាបើសំណួរហ្នឹងគឺលោកបច្រាស់មកវិញណាត្រឡប់មកវិញបដិឡោមហ្នឹងណាសន្និដ្ឋាននិងសង្សយៈនេះអានសន្និដ្ឋានអញ្ចឹងមាត់យើងអានធ្លាប់អញ្ចឹងទៅអត់ចុចទេញោមណាដល់សង្សយៈអានេះមានចុចណាអញ្ចឹងនៅក្នុងសភៅនោះញោមចំណាំមើលណាកន្លែងណាអក្សរឲ្យអានមានចុចហ្នឹងគឺអាត្មាបង្គាប់ឲ្យអានចេញថាចុចអញ្ចឹងតែបើសិនអត់មានចុចទេអានបែបប្រកបចូលគ្នានេះអនុឡោមបដិឡោមអញ្ចឹងអត់អានអនុឡោមមគ្គបដិឡោមមគ្គឯណាហ្នឹងអញ្ចឹងណាសន្និដ្ឋានសង្សយៈឃើញទេអានេះយើងអត់អានសន្និដ្ឋានណាឯងហើយអាចអានបានណាសន្និដ្ឋានសន្និដ្ឋានណាសង្សយៈអញ្ចឹងណាតែនេះបង្គាប់ឲ្យអានថាសន្និដ្ឋានអញ្ចឹងទៅអញ្ចឹងយើងអានតាមនឹងអញ្ចឹងទៅណាសន្និដ្ឋានហ្នឹងគឺបទតាំងយមណាបទដែលលើកយកមកតាំងតុបហើយដល់ពេលសង្សយៈហ្នឹងបទតាមបទសង្ស័យឬក៏បទដែលសួរណាហ្នឹងសង្សយៈហើយដល់ពេលបច្ឆាគូនឹងវិសច្ចនីណាពេលសួរហើយត្រូវមានឆ្លើយណានេះបច្ឆាហ្នឹងសួរដល់ពេលវិសច្ចនីហ្នឹងឆ្លើយណាឬក៏បច្ឆាសំណួរវិសច្ចនីហ្នឹងចម្លើយអញ្ចឹងមានសំណួរហើយនឹងចម្លើយកណានឹងអញ្ចឹងណាអញ្ចឹងយមកៈហ្នឹងប្រែថាជាគូនឹងគ្នាអ្វីដែលជាគូនឹងគ្នាបានដល់លេខគេខ្លះអនុឡោមគូនឹងបដិឡោមឬក៏អនុឡោមនិងបដិឡោមមួយគូសន្និដ្ឋាននិងសង្សយៈមួយគូបច្ឆានិងវិសច្ចនីមួយគូចង់ហៅអញ្ចឹងក៏បានដែរញោមណាអត់អីទេឬក៏យើងហៅថាអនុឡោមគូនឹងបដិឡោមសន្និដ្ឋានគូនឹងសង្សយៈបច្ឆាគូនឹងវិសច្ចនីអាហ្នឹងហើយយមកៈគឺរបៀបនៃការចាប់គូអញ្ចឹងណាញោមហើយដល់ពេលចូលសាច់រឿងទៅបានញោមដឹងថាអូអនុឡោមមិនបដិឡោមមិនសន្និដ្ឋានមិនសង្សយៈមិនបច្ឆាមិនវិសច្ចនីមិនអញ្ចឹងណាហើយបានមកខាងក្រោមនេះលោកថាពាក្យថាយមកៈក្នុងបទថាយមកៈបាដិហារិយ៉ាងនេះមានព្រះបល័យហ្នឹងណានិងក្នុងបទថាយមកៈសាលាអ្នកមន្តរេនេះដូចជាសាលាមិនសាលៈណាសាលាទេសាលាអ្នកមន្តរេពាក្យថាយមកៈក៏ប្រែថាជាគូដូចគ្នាអញ្ចឹងយើងឃើញយមកៈហ្នឹងប្រែថាគូអញ្ចឹងណាសាលាអ្នកមន្តសាលៈអ្នកមន្តរេសាលាប្រហែលជាសាលាទេញោមសង្ស័យសេខ្វែមើលក្នុងអត្ថកថាសូមបានអត្ថកថាមើលផ្លែញោមយមកៈសាលាគុណម្ចាស់នេះណាយមកៈបរិហារិយ៉ាងយមកៈសាលាអ្នកមន្តរេនេះអត់ឃើញអ្នកណាសាលានេះសាលាតិអាទិសុវិយៈហ្នឹងសាលាហ្នឹងមន្តរេហ្នឹងមានពាក្យហ្នឹងគឺនៅក្នុងបសោតញោមណាក្នុងបសោតអញ្ចឹងលោកសំដែងអញ្ចឹងតើណាហ្នឹងហើយចាំមើលចាំមកត្រួតពិនិត្យទៅចាំមើលកែឡើងវិញណាអញ្ចឹងឲ្យតែឃើញពាក្យថាយមកៈឡើយហ្នឹងគឺប្រែគូគ្នាអញ្ចឹងញោមណាដោយហើយទៅសូបីតំណប់ជើងមកគូអញ្ចឹងគឺគេហៅគូដែរកូនភ្លុះគូអញ្ចឹងគូអញ្ចឹងដែរបងណាគូយ៉ាងយមកៈហ្នឹងឯងហើយមួយទៀតវចនដ្ឋានរបស់ពាក្យថាយមកៈអានេះមួយទៀតមួយបែបទៀតញោមណា
កណា ខាងលើហ្នឹងមួយបែបខាងនេះមួយបែបទៀតលោកថាយៈមសៈរាជសៈវិសយ៉ាងកមតិអត្តកមតិអេតេណាតិយៈមកាំងប្រែជាខ្មែរយើងថាបកបកហ្នឹងគឺគម្ពីរញោមក ណា បកដែលឈ្មោះថាយមកៈព្រោះអត្ថាជាគ្រឿងកន្លងបងនៅវិស័យរបស់យមរាជយមរាជគឺសេចក្តីស្លាប់ណាញោម កណា យមរាជអញ្ចឹងជាគ្រឿងកន្លងបងនៅសេចក្តីស្លាប់ហ្នឹងណាហើយដល់ពេលមួយទៀតលោកបំបែកញោមណាបំបែកអាហ្នឹងអត្ថន័យរួមអញ្ចឹងណានេះមួយទៀតលោកបំបែកយកមួយម៉ាត់មកហ្មងណាព្រោះអញ្ចឹងមានទាំងអស់មានយៈហើយយៈហ្នឹងអានេះយើងដាក់វិភ័តមកជាយ៉ាងអញ្ចឹងណាម៉ាំងកាំងយៈមកាំងយៈមកាំងអញ្ចឹងណាញោម យៈមកាំងកណា មកកាំងហ្នឹងដំបូងលោកអត់ទាន់យកយៈយកយ៉ាងសិនហើយបានយកមគ្គហ្នឹងយកម៉ាំងហើយបានយកកាំងបន្ទាប់មកបានសរុបចូលគ្នាទៅជាយៈមកកាំងអញ្ចឹងណា កណា ហ្នឹងហើយអញ្ចឹងលោកថាទី1ណានិព្វានណាំងយន្តតិគាឆន្តិអេតេណាតិយ៉ាងដែលថាយៈមកកាំងហ្នឹងអាយៈហ្នឹងគឺយ៉ាងព្រោះយ៉ាងហ្នឹងបានន័យថាម៉េចបានហៅថាយ៉ាងឬក៏យៈហ្នឹងបើអ្នករៀនបល័យហ្នឹងយ៉ាងប្រែថាណាឯណា តែនេះមិនមែនទេណាយ៉ាងនេះប្រែថាបកដែលឈ្មោះថាយ៉ាងព្រោះអត្ថាជាគ្រឿងសម្រាប់នៅព្រះនិព្វានឃើញទេជាគ្រឿងសម្រាប់ព្រះនិព្វានអញ្ចឹងហ្នឹងយ៉ាងណា កណា ព្រោះក្នុងទីនេះលោកឲ្យនិយមន័យពាក្យថាយ៉ាងយៈហ្នឹងយៈឬយ៉ាងហ្នឹងអត្ថន័យគឺជាគ្រឿងកន្លងជាគ្រឿងសម្រាប់នៅព្រះនិព្វានជាហេតុឲ្យសម្រាប់នៅព្រះនិព្វានបងសូម្បីតែយៈមកៈតា3ម៉ាត់ហ្នឹងញោមលោកអធិប្បាយមួយម៉ាត់សុទ្ធតែមានអត្ថន័យណា កណា តែទី2នេះមនន្តិជានន្តិបរមត្ថធម្មំអេតេណាតិម៉ាំងឬក៏បរមត្ថធម្មំអានម៉ាំងក៏បានមៀងក៏បាននៅខ្មែរយើងញោមណាអេតេណាតិម៉ាំងម៉ាំងហ្នឹងមិនមែនលោកទេណាម៉ាំងហ្នឹងគឺមគ្គហ្នឹងណាប្រែថាម៉េចប្រែថាបកដែលឈ្មោះថាម៉ាំងព្រោះអត្ថាជាគ្រឿងដឹងនៅបរមត្ថធម៌របស់វេនយសត្វ ពេលនេះ ហ្នឹងឯងណាជាគ្រឿងដឹងណាព្រោះជាហេតុឲ្យដឹងជាគ្រឿងដឹងនៅបរមត្ថធម៌ឬបរមត្ថធម៌របស់វេនយសត្វណាវេនយសត្វសត្វដែលអាចអប់រំទូនមានបានអញ្ចឹងណា កណា ហើយបានមកកាំងម្ដងណាទី3នេះកាំងកាំងហ្នឹងមកពីពាក្យថាកមតិអត្តកមតិវិជិកិច្ឆੰអេតេណាតេកាំងអញ្ចឹងណាបកដែលឈ្មោះថាកាំងព្រោះអត្ថាជាគ្រឿងកន្លងបងនៅវិជិកិច្ឆារបស់វេនយសត្វជាគ្រឿងកន្លងបងជាគ្រឿងកំចាត់បងនៅសេចក្តីសង្ស័យរបស់វេនយសត្វហ្នឹងណាញោមព្រោះអញ្ចឹងយើងរៀនគម្ពីរហ្នឹងទៅមានការយល់ណាបងយល់ដើម្បីកំចាត់បងនៅវិជិកិច្ឆាផ្សេងបានច្រើនបងឬក៏អត់ទេជាហេតុនាំឲ្យកំចាត់បងនៅវិជិកិច្ឆាហ្នឹងគឺលះនៅវិជិកិច្ឆាហ្នឹងសម្រាប់ជាព្រះអរិយបុគ្គលណាជាហេតុណាបងជាគ្រឿងអញ្ចឹងហើយបានសរុបសេចក្តីមកណាយ៉ាងម៉ាំងកាំងហ្នឹងឥឡូវលោកសរុបនៅសល់តែនៅសល់យៈមកាំងណាបងនេះយៈមកាំងហ្នឹងយកយ៉ាងមួយហ្នឹងណាបងយ៉ាងមួយហ្នឹងម៉ាំងមួយហ្នឹងកាំងមួយហ្នឹងមកបញ្ចូលគ្នាទាំង3ហ្នឹងណាបងស្មើនឹងយៈមកាំងអញ្ចឹងមកលោកថាមាញ់យញ្ចៈតាំងមញ្ចៈកញ្ចាតិបានមកជាយៈមកាំងប្រែថាបកដែលឈ្មោះថាយៈមកាំងព្រោះអត្ថាយកសេចក្តីខាងលើ3បែបហ្នឹងព្រោះមកបញ្ចូលគ្នាព្រោះអត្ថាជាគ្រឿងសម្រាប់នៅព្រះនិព្វានជាគ្រឿងដឹងនៅបរមត្ថធម៌របស់វេនយសត្វនិងជាគ្រឿងកន្លងបងនៅវិជិកិច្ឆារបស់វេនយសត្វព្រោះបើញោមចាំក្រោមនេះយកមកក៏បានដែរណាឬក៏ចាំខាងលើមកមានបល័យមានអីធ្វើជាអំណះអំណាងអញ្ចឹងល្អព្រោះចាំទៅក៏ល្អអ្នកដែលមានពេលវេលាអញ្ចឹងទៅញោមនៅក្មេងមិនទាន់អាយុច្រើនអីប្រហែលអញ្ចឹងទៅណាឬក៏អាយុច្រើនហើយក៏ដោយអញ្ចឹងអាចមានសមត្ថភាពទៅរួចអញ្ចឹងទៅ
ព្រោះតែងចាំអញ្ចឹងល្អណាស់បានត្រង់ចាំ ហ្នឹងចាប់អត្ថន័យរបស់ពាក្យថាយមកៈញោមណាហើយបានចូលមកដល់នេះណាព្រោះចូលមកដល់នេះលោកថាក្នុងយមកៈបកឬក៏ក្នុងគម្ពីរយមកៈហ្នឹងណាព្រោះព្រះពុទ្ធទ្រង់ព្រះពុទ្ធអង្គទ្រង់សម្ដែងសភាវធម៌ទាំងឡាយដែលជាមូលហ្នឹងគឺមូលយមកៈហ្នឹងណាមូលខណ្ឌអាយតនៈជាដើមព្រោះអីមានទាំងអស់10យមកៈអញ្ចឹងណាអានេះយកតែ3មកអញ្ចឹងណាជាដើមទាំងអស់ហ្នឹងលោកថាសុទ្ធតែជាសំណួរទាំងអស់ហើយនឹងចម្លើយអញ្ចឹងជាសំណួរចម្លើយទាំងអស់អញ្ចឹងបើពាក់ព័ន្ធនឹងសំណួរហើយនឹងចម្លើយអញ្ចឹងណាសំណួរហ្នឹងគេហៅមួយយ៉ាងទៀតហៅថាបញ្ហាអញ្ចឹងណាញោមដែលលើសូរបញ្ហាកម្មណាលឿមចេះ ហ្នឹងហើយបញ្ហាកម្មណាពាក់ព័ន្ធនឹងសំណួរហ្នឹងមិនមែនបញ្ហាយើងមានបញ្ហាអីបញ្ហានេះបញ្ហានោះអញ្ចឹងអត់ទេ ចាណា អញ្ចឹងសំណួរបញ្ហាហ្នឹងហើយនឹងចម្លើយគឺវិសេចនាហ្នឹងអញ្ចឹងបើកាលណាយើងជាអ្នកសិក្សាណាព្រោះគឺកូនសិស្សអ្នករៀនហ្នឹងឬក៏លោកគ្រូណាជាអ្នកបង្រៀនហ្នឹងព្រោះគាត់បីអានេះអាត្មាអត់អានតាមអក្សរណាអានលក្ខណៈនិយាយដោយអធិប្បាយអញ្ចឹងណាព្រោះគាត់បីយល់ប្រភេទសំណួរនិងចម្លើយដូចតទៅនេះអញ្ចឹងគាត់បីយល់រឿងហ្នឹងមុនព្រោះ ចឹងសំណួរចម្លើយហ្នឹងណាសំណួរគឺបញ្ហាចម្លើយគឺវិសេចនាហ្នឹងមានប្រមាណបែបប្រមាណយ៉ាងមានន័យយ៉ាងម៉េចអញ្ចឹងនៅក្នុងកន្លែងនេះញាតិញោមស្ដាប់ទៅអាត្មាជឿថាអត់យល់ទេណាដោយច្រើនអត់យល់ទេអញ្ចឹងហាក់បីដូចជាអាត្មាគ្រាន់តែអានឲ្យកន្លងផុតទៅសិនអញ្ចឹងណាញោមណា ចាណា ហើយបញ្ជាក់តិចតួចអញ្ចឹងញោមអត់យល់គឺរឿងធម្មតាទេញោមក៏តាមនឹងចឹងសិនទៅ ដល់ពេលចូលដល់សាច់រឿងបានអាត្មាត្រឡប់មកបញ្ជាក់វិញណានេះអត្ថន័យអញ្ចឹងបានន័យថាអញ្ចឹងបើបង្ហាញឲ្យញោមឃើញសាច់រឿងហ្មងណាអញ្ចឹងញោមអាចយល់បានណា ណា ព្រោះអញ្ចឹងឥឡូវញោមគាត់តែស្ដាប់សិនទៅដោយសារយើងអត់ទាន់ដឹងសាច់រឿងមិនទេអញ្ចឹងយើងស្ដាប់ទៅដូចជាអត់យល់ទេណាព្រោះអញ្ចឹងលោកថានៅក្នុងគម្ពីរឬក៏នៅក្នុងយមកបកនេះណាមានបញ្ហាហ្នឹង4យ៉ាងព្រោះទី1ហៅថាពុរេបញ្ហា ទី2ហៅថាបច្ឆាបញ្ហាទី3ហៅថាបរិបុណបញ្ហានិងទី4ហៅថាមោខបញ្ហា4បញ្ហាណាបងពុរេបញ្ហាបច្ឆាបញ្ហាបរិបុណបញ្ហាមោខបញ្ហាបងតោះអញ្ចឹងមកទៅត្រួសបងនេះគ្រាន់ឲ្យហាក់បីដូចជាអានអក្សរឲ្យ សេចក្តីនៅខាងដើមហ្នឹងឲ្យបានអានដល់ចឹងសិនបងអញ្ចឹងទី1បរិយបញ្ហាសំដៅយកបញ្ហាកម្មយល់ណាគឺសំណួរណាព្រោះបញ្ហាកម្មគឺសំណួរបងដែលមានអង្គធម៌ផ្សេងគ្នាគឺអង្គធម៌របស់សន្និដ្ឋានបទផ្សេងគ្នាពីអង្គធម៌របស់សង្សយបទ អញ្ចឹងសំណួរហ្នឹងគេលើកយកមកពីផ្នែកខ្ញុំណាមួយផ្នែកលើកយកមកតាំងហ្នឹងគេហៅសន្និដ្ឋានបទហើយមួយផ្នែកទៀតសួរណាគេហៅថាសង្សយបទព្រោះសង្ស័យឬសួរហ្នឹងណាអញ្ចឹងអង្គធម៌បទទាំងពីរហ្នឹងផ្សេងគ្នាណាអត់ដូចគ្នាទេបងហើយរូបបែបយ៉ាងម៉េចចាំទៅដល់រឿងហ្នឹងចាំបើបង្ហាញតាមហ្នឹងណាទី2ហៅថាបច្ឆាបញ្ហាសំដៅយកបញ្ហាកម្មបញ្ហាកម្មគឺសំណួរដោយដាក់ក្នុងវងកញ្ចក់នេះណាបងបញ្ហាកម្មដែលមានអង្គធម៌ដូចគ្នាអានេះអង្គធម៌ដូចគ្នាហ្មងណាគឺអង្គធម៌របស់សន្និដ្ឋានបទនិងអង្គធម៌របស់សង្សយបទដូចគ្នាឃើញទេបទដែលលើកយកមកតាំងជាគោលហ្នឹងហើយនឹងបទដែលសួរហ្នឹងអង្គធម៌ដូចគ្នាបងអាហ្នឹងហៅថាបច្ឆាបញ្ហាសំណួរដែលមានអង្គធម៌ដូចគ្នាអញ្ចឹងណាបង ហើយបន្តមកទៀតទី3ណាបងបរិបុណបញ្ហាសំដៅយកបញ្ហាកម្មដែលមានអង្គធម៌ផ្សេងគ្នាក៏មានអង្គធម៌ដូចគ្នាក៏មានអញ្ចឹងមានដូចគ្នាផងផ្សេងគ្នាផងបងហ្នឹងណាគឺអង្គធម៌របស់សន្និដ្ឋានបទខ្លះផ្សេងគ្នាពីអង្គធម៌របស់សង្សយបទនិងខ្លះទៀតគឺអង្គធម៌របស់សន្និដ្ឋានបទហ្នឹងណាខ្លះទៀតដូចគ្នានឹងអង្គធម៌របស់សង្សយបទ
មានន័យថាមានទាំងពុរេបញ្ហានេះបញ្ហាទី1នេះណានិងបច្ឆាបញ្ហាបញ្ហាទី2ហ្នឹងណានៅក្នុងបញ្ហានេះអញ្ចឹងបញ្ហាទី3ហ្នឹងផ្សំគ្នាមានទាំងពុរេផងមានទាំងបច្ឆាបញ្ហាហ្នឹងផងផ្សំគ្នានៅក្នុងបញ្ហាហ្នឹងបងហ្នឹងញោមគាត់ទៅស្ដាប់កន្លងផុតទៅសិនតោះណាអត់ទាន់អីទេហើយបើសិនឧទាហរណ៍ថាញោមមានសទ្ធាចង់បន្ទិញចាំក៏បន្ទិញទៅណាព្រោះអីសម័យអាត្មារៀនបន្ទិញចាំទាំងអស់ញោមអត់ចាំប្រឡងអត់ជាប់ជួនកាលគេសួរឲ្យយើងសរសេរបើឲ្យសរសេរមកណាហើយជួនកាលគេប្រឡងសម្ភាសបងហ្នឹងហើយគ្រូហ្នឹងកាន់กระดาษមកស្លឹកមកអានសួរយើងមកយើងអង្គុយទល់មុខមួយទល់មួយគ្រូហ្នឹងណាចាំឆ្លើយបងគេឲ្យពេលវេលា6នាទីអីចឹងទៅឬក៏10នាទីអត់ទេ15នាទីបងទាំងអស់មាន6សំណួរមិនដឹងទេសួរហ្នឹងអញ្ចឹងមាត់គេហៅសម្ភាសមាត់ផ្ទាល់អញ្ចឹងគេសួរអញ្ចឹងឯងញោមហើយបើយើងអត់ចាំអត់មានអីឆ្លើយទេបងហើយពេលប្រឡងអាសំណួរសម្ភាសផ្ទាល់មាត់ហ្នឹងបើសិនធ្លាក់យើងសរសេរត្រូវទាំងអស់ហ្នឹងក៏ធ្លាក់ដែរបងសរសេរហ្នឹងប្រឡង2ថ្ងៃហើយសម្ភាសហ្នឹងមកมันប្រហែលជា5-10នាទីអីអញ្ចឹងឯងបងហើយបានយើងចូលមកដល់ទី4ញោមណាទី4ហ្នឹងមោខៈបញ្ហាហ្នឹងរឿងនេះចាត់ជាមោខៈដែលលឺសូញោមណាចាត់ជាមោខៈហ្នឹងយកជាការបានទេអត់បានទេលោកគ្រូ អត់បានទេលោកគ្រូ មោខៈហ្នឹងបានន័យថាទទេញោមណាសាបសូន្យទទេអត់អាចយកជាកាយបានទេអញ្ចឹងណាចឹងនេះក៏ដូចគ្នាដែរព្រោះមោខៈនេះអត់ទេមោខៈនេះញោមចង់ដឹងថាមោខៈរបស់លោកនេះមានមិនយើងមើលតាមរបៀបនេះណាកណា អញ្ចឹងមោខៈបញ្ហានេះមាន2យ៉ាងទៀតណាទី4នេះញោមណាទី4ហ្នឹងឈ្មោះថាមោខៈបញ្ហាអញ្ចឹងអាមោខៈបញ្ហាហ្នឹងមាន2យ៉ាងអញ្ចឹងសរសេរថា 4.1 4.2 ញោមណាណាអញ្ចឹង 4.1 ណាគឺអាហ្នឹងទី1ហ្នឹងជាសំណួរដែលសួរពីអង្គធម៌របស់សន្និដ្ឋានបទសួរដល់អង្គធម៌របស់សន្និដ្ឋានហ្នឹងណាដែលអង្គធម៌របស់សន្និដ្ឋានបទនោះមិនមានឃើញទេសួរអង្គធម៌សន្និដ្ឋានហ្នឹងអង្គធម៌សន្និដ្ឋានហ្នឹងអត់មានទេមានអញ្ចឹងដូច្នេះសំណួរប្រភេទនេះទៅជាមោខៈបញ្ហាអាហ្នឹងមួយបែបណាបងកណាសង្សយៈអត់ទាន់សួរអត់ដឹងមានមិនដឹងទេតែសន្និដ្ឋានសួរទៅអត់អញ្ចឹងណាអានេះជាសំណួរដែលសួរដល់អង្គធម៌របស់សន្និដ្ឋានបទហ្នឹងអង្គធម៌របស់សន្និដ្ឋានបទអត់មានហ្មងបងដល់អត់មានអញ្ចឹងសង្សយៈមិនគិតទេបងដល់ពេលទី2វិញណាបងទី2ជាសំណួរដែលសួរពីអង្គធម៌របស់សន្និដ្ឋានបទដដែលហ្នឹងណាបងអញ្ចឹងបានន័យសន្និដ្ឋានហ្នឹងមានបងតែនេះបដិសេធនេះតែសង្សយៈបទដែលជាបទសួរញ៉េសង្សយៈបទជាបទសួរបែរជាអត់មានអង្គធម៌វិញញ៉េបងអញ្ចឹងសន្និដ្ឋានដែលសួរនេះមានអង្គធម៌តែសន្និដ្ឋានដែលលើកយកមកតាំងនេះមានអង្គធម៌តែដល់សង្សយៈបទដែលជាបទសួរហ្នឹងសួរទៅលើហ្នឹងសង្សយៈហ្នឹងបែរជាអត់មានអង្គធម៌ដល់មួយលើនេះសន្និដ្ឋានអត់មានអង្គធម៌ហ្មងអញ្ចឹងណាញោមកណាខុសគ្នាអត់ដូចគ្នាទេនេះសន្និដ្ឋានអត់មានអង្គធម៌អានេះសន្និដ្ឋានមានតែសង្សយៈបានអត់មានវិញឃើញទេខុសគ្នាអញ្ចឹងហ្នឹងមោខៈដូចគ្នាញោមមោខៈហ្នឹងណាអញ្ចឹងមោខៈមានអង្គធម៌សន្និដ្ឋានមានអង្គធម៌ក៏មានមោខៈសន្និដ្ឋានអត់មានអង្គធម៌ក៏មានកណាស្រាប់តើណាញោមណាណាជាសំណួរទៅហ្នឹងរបៀបសំណួរមានប៉ុណ្ណឹងណាហើយចម្លើយមាន5បែបណោះព្រោះអីសំណួរមាន4អញ្ចឹងណាញោមណាអញ្ចឹងសំណួរមួយមានចម្លើយមួយបែបសំណួរមួយមានចម្លើយមួយបែបអញ្ចឹងណាអញ្ចឹងដល់4ហ្នឹងចម្លើយគួរតែមាន4ដែរតែដល់ទី4នេះបែកចេញជា2ឃើញអត់ទេញោមនេះអញ្ចឹងចម្លើយខ្លាចជា5វិសចនីខ្លាចជា5បែបវិញឃើញទេញោមណាអញ្ចឹងណាហ្នឹងអញ្ចឹងណាបងអញ្ចឹងអស់ម៉ោងណាញោមថ្ងៃហ្នឹងប៉ុណ្ណឹងចុះចាំឆ្អែតចាំបន្តទៀតណាណាសូមអរគុណលោកគ្រូអរគុណខ្ញុំកណាអរគុណគ្រូ